រឿងអាស្រូវនយោបាយថៃការគម្រាមប្រព័ន្ធផ្សព្វផ្សាយរបស់ភនិយានាយករដ្ឋមន្ត្រីអាណូទីននិងការកោះហៅមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធនឹងក្រុមឆបោកព្រមទាំងការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកដូណាល់ត្រាំក្នុងការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញជំរាបសួរបងប្អូនជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីព័ត៌មានប្រចាំថ្ងៃនៅពេលនេះខ្ញុំនឹងជម្រាបជូននៅព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រទេសនិងឆាកអន្តរជាតិយើងចាប់ផ្ដើមដំបូងជាមួយនឹងភាពចម្រូងចម្រាសយ៉ាងខ្លាំងក្លានៅក្នុងប្រទេសថៃដែលភរិយារបស់នាយករដ្ឋមន្ត្រីអាណូទីនឆានវីរ៉ាគុលលោកស្រីថាណានុននីរ៉ាមីតកំពុងរងការរិះគន់បន្ទាប់ពីលោកស្រីបានស្ដីបន្ទោសអ្នកសារព័ត៌មានថាមានចិត្តអាក្រក់លើស្វាមីរបស់លោកស្រីបន្តមកយើងនឹងបន្តជាមួយនឹងសវនាការរបស់សភាថៃដែលបានកោះហៅមន្ត្រីជាន់ខ្ពស់ជាច្រើនរូបឲ្យបំភ្លឺអំពីទំនាក់ទំនងជាមួយនឹងមេក្រុមឆបោកអនឡាញមិនតែប៉ុណ្ណោះយើងមានព័ត៌មានពីប្រទេសកម្ពុជាគឺការបណ្ដេញជនជាតិវៀតណាមចំនួន63នាក់ដែលបានលួចស្នាក់នៅនិងធ្វើការខុសច្បាប់ពីប្រទេសហើយចុងក្រោយគឺព្រឹត្តិការណ៍ដ៏សំខាន់ដែលកំពុងធ្វើឲ្យពិភពលោកមានការព្រួយបារម្ភពីការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែលបានបញ្ជាឲ្យក្រសួងការពារជាតិចាប់ផ្ដើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញបន្ទាប់ពីបានផ្អាកអស់រយៈពេលជាង30ឆ្នាំសូមចាប់ផ្ដើមដំបូងជាមួយព័ត៌មានដែលចុះផ្សាយដោយកាសែតបាងកូកប៉ុស្តិ៍ពាក់ព័ន្ធនឹងលោកស្រីថាណានុននីរ៉ាមីតដែលជាភរិយារបស់លោកនាយករដ្ឋមន្ត្រីអាណូទីនឆាវីរ៉ាគុលមានភាពចម្រូងចម្រាសបានផ្ទុះឡើងនៅពេលដែលលោកអាណូទីនត្រឡប់ពីប្រទេសម៉ាឡេស៊ីហើយត្រូវបានអ្នកយកសារព័ត៌មានសួរសំណួរដល់រស័ព្ទចំនួន2ទី1ពាក់ព័ន្ធនឹងការកត់សម្គាល់របស់លោកអាណូទីនជុំវិញការលើកឡើងថាថៃឆ្លៀតពៀនកម្ពុជាទី2គឺពាក់ព័ន្ធនឹងការចោទប្រកាន់សមាជិកសភារដ្ឋាភិបាលម្នាក់ទទួលសំណុកពីក្រុមឆបោកតាមអនឡាញបន្ទាប់ពីលោកអាណូទីនបញ្ចប់ការសម្ភាសន៍លោកស្រីថាណានុនបាននិយាយទៅកាន់អ្នកសារព័ត៌មានទាំងញញឹមថាហេតុអ្វីបានជាមានចិត្តអាក្រក់ចំពោះនាយករដ្ឋមន្ត្រីយ៉ាងនេះលើកក្រោយខ្ញុំនឹងចងចាំការសួរនេះច្រើនពេកហើយសម្ដីនេះបានបង្កឲ្យមានប្រតិកម្មភ្លាមពីលោកស្រីពុកកាម៉ុងនូណាណាន់សមាជិកសភាប្រឆាំងមកពីគណៈបកប្រជាជនបានចាប់ប្រកាន់លោកស្រីថាណានុនពីបទគំរាមកំហែងដល់ប្រព័ន្ធផ្សព្វផ្សាយលោកស្រីពុកកាម៉ុនបានបញ្យល់ថាទោះបីជាសម្លេងរបស់លោកស្រីណានុនហាក់ដូចជារុះរាយរាក់ទាក់ក៏ដោយក៏ពាក្យសម្ដីរបស់លោកស្រីអាចត្រូវបានគេមើលឃើញថាជាការព្រមានដល់អ្នកសារព័ត៌មានលោកស្រីបានបញ្ជាក់បន្ថែមទៀតថាអ្នកកាសែតមានកាតព្វកិច្ចសួរសំណួរថ្នាក់ដឹកនាំដើម្បីផលប្រយោជន៍សាធារណៈហើយគួរតែសួរសំណួរពិបាកប្រសិនបើនាយករដ្ឋមន្ត្រីមានបញ្ហាជាមួយរឿងនោះលោកគួរតែដោះស្រាយដោយខ្លួនឯងមិនមែនអនុញ្ញាតឲ្យភរិយារបស់លោកនិយាយជំនួសនោះឡើយអរិយាប័ត្រនេះបានបង្កឲ្យមានការជជែកដេញដោលអំពីសេរីភាពសារព័ត៌មាននិងការត្រួតត្រារបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសថៃតាក់ទងទៅរឿងអាស្រូវក្រុមឆបោកនៅថៃដដែលនេះគណៈកម្មការនៃសភានៃប្រទេសថៃបានចាត់វិធានការដ៏ធំនេះបើយោងទៅតាមការចេញផ្សាយរបស់បាងកូកប៉ុស្តិ៍កាលពីថ្ងៃពុធទី29ខែតុលាឆ្នាំ2025គណៈកម្មការសភាបានកោះហៅមន្ត្រីជាន់ខ្ពស់ជាច្រើនរូបឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃប្រហោះពាក់ព័ន្ធនឹងការសង្ស័យថាពួកគេមានទំនាក់ទំនងជាមួយនឹងមេក្រុមឧក្រិដ្ឋជនអនឡាញឬហៅថា scam មន្ត្រីសំខាន់ដែលត្រូវបានកោះហៅរួមមានដូចជាលោកថាម៉ាណាតព្រំពៅរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍លោកស្រីណារ៉ាមុំពីនយូស៊ីរ៉ាត់រដ្ឋមន្ត្រីអប់រំលោកវីរៈប៉ាន់តាន់យ៉ាវុងអតីតអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុលោករ៉ាវ៉ាស៊ូឆារីគុលអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Finance X Public Co Ltd ពួកគេទាំងនេះត្រូវបានដាក់ការសង្ស័យថាមានទំនាក់ទំនងជាមួយនឹងមេក្រុម scammer សញ្ជាតិអាហ្វ្រិកខាងត្បូងដ៏ល្បីល្បាញមួយរូបលោករ៉ាំងសេម៉ាន់រ៉ូមតំណាងរាជគណៈបកប្រជាជនថៃនិងជាប្រធានគណៈកម្មការសន្តិសុខជាតិបានប្រាប់អ្នកកាសែតថាអ្នកទាំងនេះគិតថាពួកគេអាចគេចផុតពីច្បាប់ថៃបានប៉ុន្តែពួកគេមិនអាចគេចផុតពីយុត្តិធម៌ពិភពលោកបានឡើយការកោះហៅនេះបង្ហាញអំពីការបដិញ្ញាចិត្តដ៏ខ្លាំងក្លារបស់សភាថៃ
ក្នុងការទប់ស្កាត់អំពើពុករលួយនិងអកតកម្មឆ្លងដែនដែលពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជាបណ្ដេញជនជាតិវៀតណាម63នាក់យើងងាកមកមើលប្រទេសកម្ពុជាវិញម្ដងឧត្តមស្នេហ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍បានណែនាំឲ្យបណ្ដេញជនជាតិវៀតណាមសរុប63នាក់ចេញពីប្រទេសកម្ពុជានៅថ្ងៃទី27ខែតុលាឆ្នាំ2025ជនបរទេសទាំងនេះត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិព្រែកចាស់ខេត្តកំពតដោយសារករណីលួចស្នាក់នៅធ្វើការខុសច្បាប់អ្វីដែលគួរឲ្យកត់សម្គាល់គឺករណីនេះត្រូវបានផ្សារភ្ជាប់ទៅជាមួយនឹងសកម្មភាព online scam ឬក្រុមឆបោកអ៊ីនធឺណិតផងដែរដែលជាបញ្ហាប្រឈមនៅក្នុងតំបន់ជនទាំង63នាក់ត្រូវទទួលពីស្នងការនគរបាលខេត្តព្រះសីហនុដែលជាខេត្តសម្បូរទៅដោយសកម្មភាពអាជីវកម្មខុសច្បាប់ទាំងនេះលោកដូណាល់ត្រាំបញ្ជាឲ្យសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញឥឡូវនេះយើងងាកទៅមើលព័ត៌មានអន្តរជាតិដ៏គួរឲ្យភ្ញាក់ផ្អើលដែលបានកើតឡើងនៅថ្ងៃប្រហ័សទី30ខែតុលាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសបញ្ជាឲ្យក្រសួងការពារជាតិចាប់ផ្ដើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញភ្លាមបន្ទាប់ពីផ្អាកតាំងពីឆ្នាំ1992នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមមុនពេលកិច្ចប្រជុំដែលក្រុងធ្វើទុករបស់លោកជាមួយនឹងប្រធានាធិបតីចិនលោកស៊ីជីនពីងនៅក្នុងទីក្រុងប៊ូសានលោកត្រាំបានថ្លែងថាការផ្លាស់ប្ដូរនេះគឺដើម្បីឆ្លើយតបទៅនឹងកម្មវិធីសាកល្បងអាវុធនុយក្លេអ៊ែរដែលធ្វើឡើងដោយប្រទេសជាគូប្រជែងលោកត្រាំបានសរសេរថាសហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរច្រើនជាងប្រទេសណាទាំងអស់ដោយបន្ថែមថារុស្ស៊ីជាប្រទេសទី2ហើយចិនជាប្រទេសទី3នៅឆ្ងាយបំផុតប៉ុន្តែទៅតាមទាន់នៅក្នុងរយៈពេល5ឆ្នាំលោកថ្លែងបញ្ជាក់ដោយផ្ទាល់ថាដោយសារតែកម្មវិធីសាកល្បងរបស់ប្រទេសផ្សេងៗខ្ញុំបានណែនាំនាយកដ្ឋានសង្គ្រាមឲ្យចាប់ផ្ដើមសាកល្បងអាវុធនុយក្លេអ៊ែររបស់យើងដោយឈរលើមូលដ្ឋានស្មើគ្នាដំណើរនេះនឹងចាប់ផ្ដើមភ្លាមការប្រកាសនេះតំណាងឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងនៅក្នុងគោលនយោបាយនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែលមានជាយូរមកហើយអាមេរិកបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរពេញលេញចាប់តាំងពីឆ្នាំ1992ជាការផ្អាកដោយខ្លួនឯងដើម្បីគ្រប់គ្រងការរីកសាយអាវុធនុយក្លេអ៊ែរការសម្រេចចិត្តរបស់លោកដូណាល់ត្រាំធ្វើឡើងចំពេលមានភាពតានតឹងជាសកលកាន់តែខ្លាំងឡើងលើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរទាំងរុស្ស៊ីនិងចិនកំពុងជំរុញឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ពួកគេវាក៏កើតឡើងបន្ទាប់ពីទីក្រុងមូស្គូបានបញ្ចប់កិច្ចព្រមព្រៀងគ្រប់គ្រងផ្លូវតូនិយមជាមួយនឹងក្រុងវ៉ាស៊ីនតោនកាលពីដើមសប្តាហ៍នេះផងដែរសេតវិមានមិនទាន់បានចេញផ្សាយលម្អិតបន្ថែមអំពីទីកន្លែងឬនៅពេលណាដែលធ្វើតេស្តនឹងប្រព្រឹត្តទៅនោះទេសំណួរដ៏ធំនៅពេលនេះតើថាការផ្លាស់ប្ដូរនេះបង្ហាញអំពីការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយដែលអាមេរិកបានចុះហត្ថលេខាតែមិនទាន់បានផ្ដល់សច្ចាប័នយ៉ាងណានោះឡើយភាពតានតឹងកាន់តែខ្លាំងឡើងដោយលោកត្រាំកំពុងធ្វើដំណើរទៅកាន់ទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូងសម្រាប់កិច្ចប្រជុំជាមួយនឹងលោកស៊ីជីនពីងដែលបញ្ហាសន្តិសុខនៅក្នុងតំបន់និងនុយក្លេអ៊ែរត្រូវបានគេរំពឹងថាត្រូវបានផ្ដោតសំខាន់នៅក្នុងរបៀបវរៈនេះសរុបមកថ្ងៃនេះពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើនពីអាស៊ីអាគ្នេយ៍ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្រុមឆបោកអនឡាញកំពុងក្លាយទៅជារបៀបវរៈដ៏សំខាន់ដោយសារមានការពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលថៃនិងប្រតិបត្តិការបណ្ដេញជនបរទេសខុសច្បាប់ពីប្រទេសកម្ពុជាក្នុងពេលជាមួយគ្នានេះភាពតានតឹងផ្នែកនុយក្លេអ៊ែរលើឆាកអន្តរជាតិក៏បានកើតឡើងដល់កម្រិតថ្មីមួយទៀតជាមួយនឹងការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកដូណាល់ត្រាំព្រឹត្តិការណ៍ទាំងអស់នេះបង្ហាញយ៉ាងច្បាស់អំពីភាពស្មុគស្មាញនៃនយោបាយសន្តិសុខសកលនៅក្នុងឆ្នាំ2025នេះ